សូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមលើកយកជំងឺផ្សិតនៅផ្លូវបន្តពូជយកមកបង្ហាញជូនខ្ញុំនឹងបង្ហាញជូនទាក់ទងនឹងសេចក្តីផ្ដើមហេតុអីបានកើតផ្សិតនៅផ្លូវភេទវាឆ្លងពីដៃគូឬក៏វាកើតពីក្នុងខ្លួនរបស់អ្នកជំងឺដោយខ្លួនឯងរោគសញ្ញាដោយម្ដេចចំពោះបុរសនិងចំពោះស្ត្រីការធ្វើរោគវិនិច្ឆ័យការព្យាបាលនៃជំងឺផ្សិតនៅផ្លូវភេទហេតុអីបានវាចេះតែលាប់សារចុះសារឡើងជំងឺផ្សិតនេះតើធ្វើដោយម្ដេចទៅព្យាបាលឲ្យជាដាច់បានហើយផលវិបាកនៃជំងឺផ្សិតនៅផ្លូវភេទដែលព្យាបាលមិនបានត្រឹមត្រូវការបង្ការកុំឲ្យកើតជំងឺនេះឡើងមកវិញជំងឺផ្សិតនៅផ្លូវភេទដែលភាសាអង់គ្លេសហៅថា genital candidiasis ជាការបង្ករោគដោយមេរោគផ្សិតដែលជួបប្រទះញឹកញាប់បំផុតដោយសារមានការលូតលាស់ច្រើនជ្រុលការកើតច្រើនជ្រុលនៃពពួកផ្សិតនៅក្នុងត្រកូល Candida ដែលជួបញឹកញាប់នោះគឺប្រភេទ Candida albicans មេរោគផ្សិតនៅផ្លូវភេទហ្នឹងគឺកើតគ្រប់ភេទទាំងអស់ភេទស្រីភេទប្រុសនិងភេទទី3ហើយភាគច្រើនហ្នឹងគឺយើងធ្វើរោគវិនិច្ឆ័យជួបញឹកញាប់ហ្នឹងគឺចំពោះស្ត្រីភេទគឺមានរហូតដល់75%គាត់បានកើតរោគផ្សិតយ៉ាងហោចណាស់ក៏មានរោគសញ្ញាម្ដងដែរនៅក្នុងជីវិតរបស់គាត់ដែលយើងហៅថា VVC vulvovaginal candidiasis គឺកើតផ្សិតនៅระดับភេទនិងរន្ធទ្វារមាសអត្រានៃកើតផ្សិតរើសារចុះសារឡើងហ្នឹង RVVC ហ្នឹងគឺ recurrent vulvovaginal candidiasis ហ្នឹងគឺមានរហូតដល់8%ចំពោះស្ត្រីនៅក្នុងវ័យបន្តពូជចំពោះបុរសភេទវិញគឺមានអត្រាពី15ទៅ20%ដែលមានផ្ទុកមេរោគផ្សិតប្រភេទត្រកូល Candida នឹងដែលគេហៅថា asymptomatic carrier មានមេរោគផ្សិតតែអត់មានស្ដែងចេញរោគសញ្ញាទេមានតែ5%ប៉ុណ្ណោះដែលបុរសមានស្ដែងចេញជារោគសញ្ញាដូចជារលាកក្បាលលឹងរលាកស្បែកគ្របចុងលឹងចំពោះជាពិសេសចំពោះបុរសដែលមិនបានកាត់ស្បែកគ្របចុងលឹងចោលពពួកផ្សិត Candida ជាធម្មតាគឺវារស់នៅលើសារពាង្គកាយរបស់មនុស្សយើងមាននៅក្នុងពោះវៀននៅក្នុងមាត់នៅលើស្បែកនិងនៅក្នុងរន្ធទ្វារមាសហើយជាធម្មតាវាមានបរិមាណតិចតួចមានចំនួនតិចតួចគឺមានតុល្យភាពជាមួយនឹងអតិសកុមប្រាណល្អនៅក្នុងសារពាង្គកាយរបស់យើងកាលណាវាមានចំនួនតិចវាមិនបង្កជាជំងឺនោះទេប៉ុន្តែផ្ទុយទៅវិញបើវាអតុល្យភាព balance is disrupted បើអតុល្យភាពធ្វើឲ្យមេរោគពពួកផ្សិត Candida ហ្នឹងវាដុះលូតលាស់ច្រើនជ្រុល multiply excessively ហើយកាលណាវាមានចំនួនច្រើនលើសលប់អតុល្យភាពជាមួយនឹងអតិសកុមប្រាណល្អគឺវាបង្កជំងឺគឺកើតរោគផ្សិតនៅលើផ្លូវភេទរបស់បុរសស្ត្រីហើយកត្តាអ្វីខ្លះដែលធ្វើឲ្យមានអតុល្យភាពរវាងមេរោគផ្សិតនិងអតិសកុមប្រាណល្អគឺមានកត្តាជាច្រើនដែលយើងនឹងពិភាក្សាគ្នានៅ slide ក្រោយៗទៀតផ្សិត Candida បង្កជំងឺចំពោះស្ត្រីគឺជំងឺ VVC vulvovaginal candidiasis ការបង្ករោគដោយ Candida នៅក្នុងរន្ធទ្វារមាសនិងទ្វារមាសហើយមានរោគសញ្ញាដូចជាមានការរមាស់ខ្លាំងក្តៅក្រហាយនៅក្នុងរន្ធទ្វារមាសនិងទ្វារមាសមានការធ្លាក់សដែលអត់ក្លិនពណ៌សខាប់កកដូចកាដូងហើយមានឡើងក្រហមហើមនិងមានដំបៅនៅលើទ្វារមាសនៅក្នុងរន្ធទ្វារមាសហើយមានការឈឺចាប់ក្រហាយផ្សានៅកន្លែងដែលមានការបង្ករោគដោយមេរោគផ្សិត Candida ហើយមានអារម្មណ៍ក្តៅក្រហាយជាពិសេសនៅពេលនោមនិងនៅពេលរួមភេទ vulvovaginal candidiasis មាន2ប្រភេទទី1គឺ uncomplicated VVC រោគសញ្ញាគឺពីស្រាលទៅមធ្យមហើយមិនមានការរើសារចុះសារឡើងច្រើនដងនោះទេជាទូទៅគឺតិចជាង4ដងក្នុងរយៈពេល1ឆ្នាំបណ្ដាលមកពីមេរោគផ្សិត Candida albicans ហើយកើតឡើងចំពោះស្ត្រីដែលមិនមានផ្ទៃពោះហើយមានសុខភាពល្អប្រភេទទី2គឺ complicated VVC រោគសញ្ញាគឺធ្ងន់ធ្ងរមានការរមាស់ការហើមការឡើងក្រហមខ្លាំងហើយរីករាលដាលធំទៅបណ្ដាលឲ្យមានការ
ប្រេះមួយកើប្រេះស្បែកមានដំបៅហើយកើតសារចុះសារឡើងច្រើនដងចាប់ពី4ដងឬក៏ច្រើនជាង4ដងនៅក្នុងមួយឆ្នាំហើយមេរោគបង្កជំងឺផ្សិតនៅប្រដាប់ភេទហ្នឹងគឺពពួកជាទូទៅពពួក Candida glabrata ហើយអាចកើតឡើងចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមដែលព្យាបាលមិនបានត្រឹមត្រូវឬក៏គ្រប់គ្រងមិនបានល្អអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយឬក៏ស្ត្រីមានផ្ទៃពោះរោគសញ្ញានៃការបង្ករោគដោយពពួក Candida ចំពោះបុរសគឺមានការរមាស់ក្រហាយផ្សាក្តៅហើមនៅលើក្បាលលឹងចុងលឹងរបស់បុរសហ្នឹងហើយបើយើងពិនិត្យនៅលើស្បែកក្របក្បាលលឹងនៅក្រោមស្បែកក្របក្បាលលឹងឬនៅលើលឹងហ្នឹងគឺមានបន្ទះក្រហមហើយក្បាលលឹងហ្នឹងឡើងក្រហមរមាស់ហើយខ្មែរយើងច្រើនថាហៅថាឆេះកណុងហើយមានការហូរសាត់ធាតុរាវនៅក្រោមស្បែកក្របក្បាលលឹងហ្នឹងដំបងរាវបន្ទាប់មកយើងខាប់ច្រើនទៅកកនៅលើក្បាលលឹងហ្នឹងសហើយកាលណាស្បែកក្របក្បាលលឹងហ្នឹងវាមានការរលាកមានការរួមតូចហើយមានប្រេះធ្វើឲ្យមានបញ្ហា phimosis បានន័យថាវាស្បែកក្របក្បាលលឹងហ្នឹងឡើងតឹងណែនរឹបទៅលើក្បាលលឹងហើយពិបាកនោមហើយរួមភេទលែងស្រួលហើយគឺរួមភេទមានការឈឺចាប់ពេលយើងដែលកើតរោគផ្សិតដោយពពួក Candida ហ្នឹងធ្វើឲ្យឆេះកណុងឡើងហើមឡើងក្រហមរលាកក្បាលលឹងហ្នឹងចឹងលែងចង់រួមភេទហើយពីព្រោះរួមភេទទៅវាចេះតែឈឺផ្សាក្រហាយសួរថាហេតុអីបានដុះផ្សិតនៅផ្លូវភេទបានកើតរោគផ្សិតនៅប្រដាប់ភេទគឺបណ្ដាលមកពី overgrow of Candida ការដុះលូតលាស់ច្រើនជ្រុលនៃប្រភេទផ្សិតត្រកូល Candida ហើយជាពិសេសវាបង្កឡើងដោយកត្តាជាច្រើនដែលធ្វើឲ្យមានបញ្ហាដល់តុល្យភាពអតិសកុមប្រាណធម្មជាតិរបស់មនុស្សលោកយើងដែលទី1នោះកត្តាទី1នោះគឺការប្រើប្រាស់ប្រភេទថ្នាំផ្សះ antibiotic use យើងដឹងថ្នាំផ្សះវាទៅសម្លាប់មេរោគបង្កជំងឺហើយកាលណាយើងប្រើរយៈពេលយូរប្រើគ្មានវិជ្ជាបញ្ជាត្រឹមត្រូវអាថ្នាំផ្សះហ្នឹងវាទៅសម្លាប់អតិសកុមប្រាណល្អដែលយើងហៅថា protective bacteria ដែលដូចជាពពួក lactobacillus ហ្នឹងគឺមានតួនាទីច្រើនណាស់ហើយក្នុងនោះតួនាទីមួយគឺត្រួតពិនិត្យការដុះលូតលាស់ពពួក Candida ហើយកាលណាអ្នកត្រួតពិនិត្យការដុះលូតលាស់ Candida នឹងវាងាប់អស់ធ្វើឲ្យមេរោគផ្សិត Candida ហ្នឹងដុះលូតលាស់ច្រើនជ្រុលបង្កទៅជាជំងឺផ្សិតនៅតំបន់ប្រដាប់ភេទកត្តាទី2ហ្នឹងគឺ abnormal change ការប្រែប្រួលអរម៉ូនដូចជាស្ត្រីនៅពេលមានផ្ទៃពោះការប្រើប្រាស់ថ្នាំពន្យាកំណើតការមករដូវ menstruation ហើយទាំងអស់ហ្នឹងគឺជាការប្រែប្រួលអរម៉ូនភេទស្ត្រីហើយវាធ្វើឲ្យ alert the vaginal environment ធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាន ecosystem នៅក្នុងរន្ធទ្វារមាសស្ត្រីធ្វើឲ្យបាត់តុល្យភាពអតិសកុមប្រាណល្អនិងអតិសកុមប្រាណអាក្រក់ធ្វើឲ្យមេរោគផ្សិតហ្នឹងដុះលូតលាស់ច្រើនជ្រុលបង្កជាជំងឺដុះផ្សិតនៅលើប្រដាប់ភេទកត្តាទី3ដែលធ្វើឲ្យមានជំងឺផ្សិតនៅប្រដាប់ភេទដែរនោះគឺ uncontrolled diabetes ជំងឺទឹកនោមផ្អែមដែលព្យាបាលមិនត្រឹមត្រូវជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់កម្រិតជាតិស្ករនៅភ្នាសមួយកើខ្ពស់ផ្ដល់ជាអាហារដ៏ល្អសម្រាប់ពពួកមេរោគផ្សិតដុះលូតលាស់បានបរិមាណច្រើនបង្កជាជំងឺកត្តាទី4នោះគឺប្រព័ន្ធការពាររាងកាយចុះខ្សោយដូចជាអ្នកផ្ទុកមេរោគអេដអ្នកជំងឺអេដអ្នកប្រើប្រាស់ថ្នាំមួយចំនួនដូចជាពពួកថ្នាំ corticosteroid ថ្នាំការព្យាបាលដោយប្រភេទថ្នាំគីមី chemotherapy ប្រភេទថ្នាំទាំងអស់ហ្នឹងគឺវាទៅធ្វើឲ្យប្រព័ន្ធការពាររាងកាយយើងចុះខ្សោយធ្វើឲ្យមេរោគផ្សិតហ្នឹងគឺបានដៃដុះលូតលាស់បានបរិមាណច្រើន lifestyle factor តាទាក់ទងនឹងរបៀបរបបរស់នៅរបៀបរបបក្នុងការធ្វើអនាម័យក៏អាចបណ្ដាលឲ្យមានការដុះផ្សិតនៅផ្លូវភេទផងដែរដូចជាអ្នកដែលចូលចិត្តស្លៀកលីអូតឹងណែនអត់មានខ្យល់ចេញចូល non breathable clothing non breathable underwear ឬក៏អ្នកដែលចូលចិត្តស្លៀកសម្លៀកបំពាក់សើ
ើមរយៈពេលយូរលីអូសើមទាំងអស់ហ្នឹងវាបង្កើតជាមជ្ឈដ្ឋានមួយដែលមានសំណើមក្តៅអ៊ុនជាមជ្ឈដ្ឋានល្អក្នុងការដោះលូតលាស់ពពួកមេរោគផ្សិតគឺផ្សិតដោះឡើងជុកតែម្ដង lifestyle factor កត្តាទាក់ទងនឹងរបៀបរបបរស់នៅរបៀបរបបក្នុងការធ្វើអនាម័យក៏អាចបណ្ដាលឲ្យមានការដុះផ្សិតនៅប្រដាប់ភេទផងដែរដូចជាអ្នកកង្វះអនាម័យឬក៏អ្នកអនាម័យជ្រុលតិចលាងជាពិសេសអ្នកដែលចូលចិត្តលូកលាងឬក៏បាញ់ទឹកលាងនៅក្នុងរន្ធទ្វារមាសកាលណាយើងលាងញឹកញាប់ពេកគឺយើងលាងសម្អាតទៅដល់ពពួកអតិសកុមប្រានការពារ protective bacteria ហើយកាលណាយើងលាងអតិសកុមប្រានល្អអស់ធ្វើឲ្យមេរោគផ្សិតហ្នឹងវាបានដៃដុះឡើងជុកតែម្ដងមួយទៀតគឺអ្នកដែលចូលចិត្តសម្អាតសម្អាងតុបតែងប្រដាប់ភេទបាញ់ទឹកអប់ប្រើលេពង្រីកខាងក្រៅលេបង្រួមខាងក្នុងលេធ្វើឲ្យសចូលចិត្តត្រាំក្នុងអាងទឹកប្រើប្រាស់សាប៊ូដុសប្រដាប់ភេទអានឹងធ្វើឲ្យប្រែប្រួលមជ្ឈដ្ឋាននៅក្នុងប្រដាប់បន្តពូជដែរកាលណាប្រែប្រួលអតុល្យភាពមជ្ឈដ្ឋាននៃប្រព័ន្ធបន្តពូជធ្វើឲ្យមេរោគហ្នឹងគឺដុះច្រើនជ្រុលបង្កទៅជាជំងឺផ្សិតនៅប្រដាប់ភេទរោគផ្សិតនៅផ្លូវភេទមិនមែនជាជំងឺឆ្លងតាមការរួមភេទឬក៏ជាជំងឺកាមរោគនោះទេប៉ុន្តែពេលខ្លះវាអាចចម្លងទៅដៃគូដែរបើសិនជាមានការរោគផ្សិតនឹងច្រើនពេកហើយដៃគូយើងហ្នឹងក៏ខ្សោយដែរគឺវាអាចឆ្លងទៅវិញទៅមកបានដែរបរោះវាមានការវិវត្តទៅជាជំងឺផ្សិតដែលមានរោគសញ្ញាហ្នឹងកាន់តែច្រើនបើសិនជាបរោះនោះមិនកាត់ស្បែកក្របចុងលឹងចោលឬក៏បរោះដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយការធ្វើរោគវិនិច្ឆ័យនៃជំងឺផ្សិតនៅផ្លូវភេទគ្រូពេទ្យសួរពីប្រវត្តិជំងឺផ្សេងពីមុនមកជាពិសេសជំងឺទឹកនោមផ្អែមលើឈាមឬក៏ការប្រើប្រាស់ឱសថផ្សេងប្រវត្តិរោគសញ្ញានៃជំងឺផ្សិតហ្នឹងហើយនឹងការពិនិត្យអាចបៀកយកផ្សិតហ្នឹងទៅពិនិត្យនៅមន្ទីរពិសោធន៍ការធ្វើតេស្ត pH នៅក្នុងរន្ធទ្វារមាសជាទូទៅការផ្សិតហ្នឹងគឺមិនប្រែប្រួល pH ទេគឺ pH នៅក្នុងរន្ធទ្វារមាសហ្នឹងនៅធម្មតាពី 3.8 ទៅ 4.5 បើ pH ហ្នឹងវាកើនលេខគឺបានន័យថាវាអាចមានជំងឺអីផ្សេងលើសពីមេរោគផ្សិតនេះទៀតការព្យាបាលគ្រូពេទ្យអាចប្រើប្រាស់ប្រភេទថ្នាំលាបថ្នាំលេបហើយចំពោះអ្នកដែលកើតរោគផ្សិតសាចុះសាឡើងចាប់ពី4ដងក្នុងមួយឆ្នាំឡើងទៅគ្រូពេទ្យអាចប្រើរូបមន្តព្យាបាលរយៈពេលយូរហើយអាចបន្ថែមរូបមន្តបង្ការកុំឲ្យវាដុះសាចុះសាឡើងអាចធ្វើឲ្យមានប៉ះពាល់ដល់សុខភាពទូទៅឬក៏ប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរហើយការបង្ការកុំឲ្យដុះផ្សិតនៅផ្លូវភេទហ្នឹងគឺត្រូវស្លៀកសម្លៀកបំពាក់ដែលធូររលុងមានខ្យល់ចេញចូលជាពិសេសកូតុង underwear លីអូដែលធ្វើពីកប្បាសត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់សើមឲ្យបានលឿនតាមតែអាចធ្វើទៅបានជាពិសេសពួក swim suit ឬក៏សម្លៀកបំពាក់សើមលីអូសើមផ្សេងទៀតជៀសវាងការលូកលាងឬក៏បាញ់ទឹកលាងនៅក្នុងរន្ធទ្វារមាសជៀសវាងបាញ់ទឹកអប់លាបលេពង្រីកពង្រួមលេឲ្យសឬក៏ត្រាំនៅក្នុងអាងទឹកដែលមានពពុះសាប៊ូច្រើនដែលវាអាចចូលទៅបំផ្លាញមជ្ឈដ្ឋាននៅក្នុងរន្ធទ្វារមាសត្រូវគ្រប់គ្រងបើសិនជាមានទឹកនោមផ្អែមត្រូវព្យាបាលទឹកនោមផ្អែមឲ្យបានត្រឹមត្រូវគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមឲ្យបានល្អត្រូវធ្វើអនាម័យក្រោយពីបន្ទោបង់ហ្នឹងត្រូវសម្អាតអូសពីមុខទៅក្រោយពីប្រដាប់ភេទទៅរុនគូតដើម្បីជៀសវាងការឆ្លងមេរោគពីរុនគូតមកប្រដាប់ភេទមកទ្វារមាសត្រូវផ្លាស់ប្ដូរសម្លៃអនាម័យឬក៏តំប៉ុងសម្លៃអនាម័យជាប្រភេទតំប៉ុងហ្នឹងឲ្យបានញឹកញាប់នៅពេលមករដូវត្រូវពិចារណាប្រើប្រាស់ពពួក probiotic
ជាប្រភេទyogurt ឬក៏ប្រភេទ light culture ទាំងអស់នេះគឺវាជួយរក្សារំនឹងរក្សាតុល្យភាពនៃពពួកអតិសកុមប្រាណដែលធ្វើឲ្យយើងមានសុខភាពល្អអតិសកុមប្រាណការពារផលវិបាកនៃជំងឺផ្សិតប្រដាប់ភេទចំពោះស្ត្រីគឺបញ្ហាដែលជួបញឹកញាប់ហ្នឹងគឺ recurrent vulvovaginal candidiasis គឺកើតរោគនេះសាចុះសាឡើងគឺចាប់ពី4ដងឡើងទៅនៅក្នុងមួយឆ្នាំហើយកាលណាគាត់កើតចាប់ពី4ដងឡើងទៅវាប៉ះពាល់ដល់គុណភាពជីវិតរបស់គាត់ affect quality of life បណ្ដាលឲ្យមានភាពមិនសំណុកសុខស្រួលរ៉ាំរ៉ៃឈឺចាប់ក្នុងពេលរួមភេទប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តធ្វើឲ្យគាត់កើតជំងឺផ្លូវចិត្តដូចជា anxiety stress depression ហើយstress depression ផ្លូវចិត្តហ្នឹងវាធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្សោយអារោគផ្សិតហ្នឹងដុះកាន់តែខ្លាំងអញ្ចឹងវាមានផលប៉ះពាល់ទៅវិញទៅមកការផ្សិតធ្វើឲ្យ stress ធ្វើឲ្យការផ្សិតផលវិបាកមួយទៀតគឺមានការរលាកទ្វារមាសរុនទ្វារមាសធ្ងន់ខ្លាំងបណ្ដាលឲ្យមានការហើមក្តៅក្រហាយឈឺចាប់និងរមាស់ខ្លាំងមានការឡើងក្រហមធ្ងន់ធ្ងរហើយអាចមានដាច់រលាត់មានស្នាមប្រេះដំបៅនៅលើទ្វារមាសនិងរុនទ្វារមាសដែលអាចឲ្យស្ត្រីពិបាកក្នុងការដើរពិបាកក្នុងការនោមឬក៏ពិបាកសូម្បីតែអង្គុយផងដែរហើយអាចមានការបង្ករោគបន្ថែមដោយពពួកបាក់តេរីទៅលើការបង្ករោគដោយពពួកផ្សិតជាពិសេសពពួកមេរោគបាក់តេរីដែលរស់នៅលើស្បែកម្ដុំប្រដាប់ភេទហ្នឹងមាន Staphylococcus streptococcus ដែលបង្កជាជំងឺបង្កដោយបាក់តេរីធ្ងន់ធ្ងរគឺរលាកកោសិកា cellulitis ហើយជំងឺផ្សិតធ្វើឲ្យមានការដាច់រលាត់រលាកនៃប្រដាប់បន្តពូជគឺវាបង្កើនហានិភ័យនៃការឆ្លងជំងឺកាមរោគផ្សេងៗជាពិសេសជំងឺអេដផងដែរផលវិបាកនៃជំងឺផ្សិតកំឡុងពេលមានផ្ទៃពោះស្ត្រីជំងឺផ្សិតរបស់គាត់នឹងកាន់តែធ្ងន់ជាងមុនហើយពិបាកព្យាបាលជាងមុនដោយសារស្ត្រីមានផ្ទៃពោះជាពិសេសស្ត្រីមានផ្ទៃពោះនៅត្រីមាសទី3គឺប្រព័ន្ធការពាររាងកាយគាត់ចុះខ្សោយយ៉ាងខ្លាំងហើយអាចចម្លងមេរោគផ្សិតនេះពីម្ដាយទៅទារកនៅពេលសម្រាលផលវិបាកនៃជំងឺផ្សិតចំពោះបុរសនៅលើស្បែកក្រកក្បាលលឹងនិងក្បាលលឹងគឺមានការហើមធ្ងន់ខ្លាំងឡើងក្រហមឡើងហើមនិងមានការឈឺចាប់ខ្លាំងមានការប្រេះដាច់រលាត់មានដំបៅនៅលើស្បែកក្រកក្បាលលឹងនិងក្បាលលឹងហើយអាចមានការបង្ករោគបន្ថែមដោយពពួកបាក់តេរីទៅលើស្នាមប្រេះស្នាមដាច់រលាត់និងបង្កើនហានិភ័យនៃការឆ្លងមេរោគបង្កជំងឺកាមរោគដូចជាជំងឺអេដជំងឺស្វាយថ្លើមបេថ្លើមសេលាក់និងលាក់ផលវិបាកធ្ងន់ខ្លាំងចំពោះបុរសនៃជំងឺផ្សិតនៅប្រដាប់ភេទហ្នឹងគឺ phimosis និង paraphimosis អ្វីទៅជា phimosis គឺនៅពេលដែលស្បែកក្រកក្បាលនឹងវាហើមវាមានការរលាកដោយមេរោគផ្សិតហើយវាមានស្នាមប្រេះនៅខាងចុងស្បែកក្រកក្បាលលឹងហ្នឹងវាធ្វើឲ្យមានការសង្កត់ធ្វើឲ្យតឹងខ្លាំងទៅលើក្បាលលឹងធ្វើឲ្យក្បាលលឹងពិបាកទ្រាំមែនទែនហើយមានការឈឺចាប់ខ្លាំងនៅពេលដែលវារឹបតឹងទៅវាប្រេះឆ្នោតដូចចង់ប្រហែកស្បែករយះស្បែកក្បាលលឹងចឹងហើយនៅពេលដែលយើងច្រឡំប្រឡាត់វាមកក្រោយឬក៏រួមភេទទៅអាស្បែកកំពុងទៅតឹងហ្នឹងវាប្រឡាត់មកក្រោយវាមកតាក់ជាប់កលឹងហ្នឹងមានកលៈតិចនៅក្រោមក្បាលលឹងហ្នឹងគេហៅកលឹងហ្នឹងនេះគេហៅ paraphimosis នេះកាន់តែធ្ងន់ហើយកាន់តែឈឺចាប់ខ្លាំងមែនទែនហើយបើវារឹបកាន់តែខ្លាំងលែងមានឈាមទៅចិញ្ចឹមក្បាលលឹងធ្វើឲ្យក្បាលលឹងហ្នឹងអាចស្អុយរលួយបានគឺត្រូវតែរកពេទ្យព្យាបាលបន្ទាន់អាហ្នឹងគឺ medical emergency requiring immediate treatment ត្រូវការព្យាបាលបន្ទាន់ពីព្រោះអាស្បែកហ្នឹងពេលវាមកតាក់កហ្នឹងគឺធ្វើឲ្យលឹងលៀនដាតឲ្យអត់ឈាមទៅចិញ្ចឹមអាចរលួយក្បាលលឹងអាចខូចលឹងលែងបានប្រើប្រាស់អស់មួយជីវិតហើយអាចកើតផ្សិតសាចុះសាឡើងរ៉ាំរ៉ៃយូរទៅអាចមាន systemic invasive complication គឺជាផលវិបាកធ្ងន់ធ្ងរនៃការកើតរោគផ្សិតហ្នឹង
គឺមេរោគផ្សិតហ្នឹងវាឆ្លងចូលទៅដល់ក្នុងចរន្តឈាមហើយវាដើរទៅដល់សរីរាង្គផ្សេងដូចជាបេះដូងខួរក្បាលភ្នែកឬក៏តម្រងនោមហើយជាជំងឺមួយដែលធ្ងន់ធ្ងរខ្លាំង life threatening condition គឺអាចគំរាមកំហែងទៅដល់អាយុជីវិតរបស់អ្នកជំងឺរោគផ្សិតនៅប្រដាប់បន្តពូជហ្នឹងគឺវាមិនត្រឹមតែធ្វើឲ្យខូចសុខភាពផ្លូវភេទប៉ុណ្ណោះទេវាថែមទាំងធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកជំងឺនិងមានបញ្ហាសុខភាពផ្លូវចិត្តផងដែរការឈឺចាប់ការមានភាពមិនស្រណុកសុខស្រួលរ៉ាំរ៉ៃរោគសញ្ញាដែលកើតសារចុះសារឡើងអចិន្ត្រៃយ៍អាចធ្វើឲ្យមានបញ្ហាទៅដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺដូចជាការហាត់ប្រាណការធ្វើសកម្មភាពការងារផ្សេងព្រមទាំងការទទួលទានទំនេរផងដែរវាចេះតែរមាស់ចេះតែក្រហាយអញ្ចឹងគឺធ្វើឲ្យដេកអត់លក់ហើយវាពិតណាស់វាប៉ះពាល់ដល់សុខភាពផ្លូវចិត្តជាពិសេសមានការឈឺចាប់ក្នុងពេលរួមភេទហើយអាចបណ្ដាលឲ្យអសមត្ថភាពផ្លូវភេទផងដែរដល់រួមភេទទៅវាចេះតែឈឺលែងចង់រួមភេទហើយកាលណាលែងចង់រួមភេទដៃគូម្ខាងទៀតដែលគាត់នៅមានចំណងផ្លូវភេទហ្នឹងគាត់ចេះតែបបួលរួមភេទហើយយើងចេះតែអត់ចង់អញ្ចឹងអាចប៉ះពាល់ដល់ចំណងស្នេហាចំណងដៃគូរួមភេទហ្នឹងអញ្ចឹងអាមេរោគផ្សិតនៅផ្លូវភេទហ្នឹងគឺវាអាចបំបែកបំបាក់ស្នេហាយើងបានដែរហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរកាលណាមានការឈឺរ៉ាំរ៉ៃភាពសំណុកសុខស្រួលក្នុងការរួមភេទតាមបែបធម្មជាតិនោះវាលែងមានហើយអាចបណ្ដាលឲ្យមានភាពខ្មាស់អៀនមាន anxiety stress depression ហើយលែងឲ្យតម្លៃខ្លួនឯងនេះជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលបណ្ដាលមកពីកើតរោគផ្សិតនៅប្រដាប់ភេទ